So, Fakum,ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនទៅតូនជាមួយនឹងការធ្វើ lower search បន្តទៀតនៅក្នុងកម្មវិធី Adobe After Effects អូខេឥឡូវខ្ញុំធ្វើការបើកកម្មវិធី Adobe After Effects ហើយឥឡូវខ្ញុំចូលទៅធ្វើការ save ដាក់ឈ្មោះវាសិនចុច file save as ហើយយកពាក្យថា save as មកហើយយើង select ទីតាំងមកខ្ញុំដាក់ថាlower search 10ឧទាហរណ៍អញ្ចឹងយើងដាក់អីក៏បានតាមចិត្តរបស់យើងហើយខ្ញុំចុច save បន្តមកទៀតគឺខ្ញុំចូលទៅបង្កើត composition ចុចខ្ញុំ click យក new composition ហើយខ្ញុំដាក់ថាfade lower third អូខេហើយសម្រាប់ទំហំ composition គឺបដោយ1920ហើយកម្ពស់វា18ហើយសម្រាប់ frame rate គឺ30 frame នៅ1 second អញ្ចឹងបន្តមកទៀតគឺសម្រាប់រយៈពេលគឺខ្ញុំដាក់5 second នេះហើយខ្ញុំចុច OK បន្តមកទៀតគឺខ្ញុំចូលទៅធ្វើការបង្កើតអក្សរអញ្ចឹងខ្ញុំ click ទៅលើ title click លើ title មកអូខេបន្តមកទៀតគឺខ្ញុំសរសេរអក្សរចូលគឺខ្ញុំដាក់ឈ្មោះមនុស្សអញ្ចឹងខ្ញុំចុច shift alt ដើម្បីដូរវាជាខ្មែរអញ្ចឹងខ្ញុំសរសេរមកខ្ញុំដាក់ឈ្មោះអីក៏បានខ្ញុំដាក់ច័ន្ទមាសនីតាបន្តមកទៀតគឺខ្ញុំធ្វើការ OV ចេញក្រៅសិនខ្ញុំដាក់ប៉ុណ្ណេះហើយយើងមើលទំហំរបស់វាអញ្ចឹងខ្ញុំដាក់80ប៉ុណ្ណឹងហើយបន្តមកទៀតគឺខ្ញុំធ្វើការ duplicate វាអញ្ចឹងចុច Ctrl D ហើយខ្ញុំចុចទៅលើអក្សរ P ហើយខ្ញុំធ្វើការ OV ចេញក្រៅនេះរបៀបនេះមកបន្តមកទៀតខ្ញុំដាក់ទៅលើទូនទីរបស់គាត់អញ្ចឹងខ្ញុំ double click ខ្ញុំលុបអក្សរនេះចេញហើយខ្ញុំកែខ្ញុំដាក់ថាវេជ្ជបណ្ឌិតអញ្ចឹងវិជ្ជាបណ្ឌិតអូខេបន្តមកទៀតខ្ញុំដូរពណ៌វាខ្ញុំដាក់ពណ៌សអូខេបន្តមកទៀតគឺខ្ញុំធ្វើការ click លើវាមកហើយ Ctrl D ដើម្បីធ្វើការ duplicate វាមួយទៀតខ្ញុំទាញវាចុះក្រោមហើយខ្ញុំ move វាចុះក្រោមដែរខ្ញុំបន្ថយទំហំវាខ្ញុំដាក់ខ្ញុំអត់តបន្ថយទេឥឡូវខ្ញុំសរសេរសិនខ្ញុំដាក់ស្ថាប័នរបស់គាត់ធ្វើការខ្ញុំដាក់មន្ទីរពេទ្យចុះអូខេខ្ញុំដាក់ថាមន្ទីរពេទ្យសំដៅមន្ទីរពេទ្យ eye care ឧទាហរណ៍អញ្ចឹងយើងដាក់អីក៏បានតាមចិត្តយើង eye care ខ្ញុំ select ទៅលើ selection tool ហើយខ្ញុំបន្ថយទំហំវាមកខ្ញុំដូរវាទៅជាអង់គ្លេសសិនចុច Ctrl Shift Alt ខ្ញុំដាក់វា40បើសិនបើ40យើងគិតថាវាធំពេកចឹងយើងដាក់វាតូចជាងនឹងទៀតខ្ញុំដាក់វា36អូខេ36ហើយ enter មកយើង move វាដាក់នៅខាងក្រោមនេះបន្តមកទៀតគឺយើង select ទាំងអស់ហ្នឹងហើយយើងទាញវាដាក់ចំកណ្ដាល composition ហ្នឹងមកអូខេចឹងយើងមើលអានេះវិជ្ជាបណ្ឌិតអូខេបន្តមកទៀតខ្ញុំធ្វើការបង្កើតជារបាមួយចំកណ្ដាលនេះអញ្ចឹងខ្ញុំប្រើប្រាស់ទៅលើ pen tool អញ្ចឹងខ្ញុំ click ទៅលើ pen tool មកហើយខ្ញុំសម្រាប់ fill គឺខ្ញុំអត់យកទេរីឯ stroke ខ្ញុំយកវា11ចុះឲ្យវាតូចបន្តិចអូខេចុច click វាមួយចុច shift key ជាប់មក click នៅខាងក្រោមអញ្ចឹងខាងក្រោម click កន្លែងនេះអូខេបន្តមកទៀតគឺយើងមើលទំហំវាអញ្ចឹងយើងមើលបើសិនបើករណីដែលវាយើងឲ្យសេរីអានេះយើង click លើអក្សរនេះមកខ្ញុំអូសវាជិះក្រៅបន្តិចប្រើ arrow key អូខេបន្តមកទៀតគឺយើងពិនិត្យមើលទៅលើ anchor point របស់វាអញ្ចឹង anchor point យើងដាក់ទៅឲ្យចំកណ្ដាលខ្ញុំ move វាចំកណ្ដាលតិចមកអូខេប៉ុណ្្នឹងចុះបន្តមកទៀតគឺយើង click លើវាមកចុច enter ហើយយើង rename ឈ្មោះវាខ្ញុំដាក់ថា line 1ហើយយើង enter បន្តមកទៀតគឺយើងធ្វើការ add keyframe អញ្ចឹងយើង add keyframe យើង select លើវាមកហើយយើងវាយទៅលើអក្សរ O អូខេអញ្ចឹងសម្រាប់កន្លែង zone frame នេះឲ្យដើមទីនេះអញ្ចឹងគឺយើងធ្វើការ add keyframe យើងចុចទៅលើ stopwatch នេះអូខេហើយខ្ញុំដាក់វាដក190ហើយ enter បន្តមកទៀតនៅកន្លែង20 frame យើងសេរីទៅមកចំលេខ20យើងមើលនៅកន្លែងនេះ20 frame នេះ
អញ្ចឹងគឺខ្ញុំចាប់ផ្ដើមធ្វើការ update តម្លៃនេះវិញគឺខ្ញុំដាក់វា20ហើយខ្ញុំ enter ដើម្បីធ្វើការ add keyframe អញ្ចឹងយើងពិនិត្យមើលធ្វើម៉េចឲ្យវាកុំឲ្យប៉ះជាមួយនឹងនេះអញ្ចឹងយើងអាចធ្វើការបើសិនបើដាក់20 20 degree នេះគឺវាកັບអញ្ចឹងយើងអាចសេរីវាដាក់18 degree គេយើង enter មើលគេអញ្ចឹងគឺវាអត់ប៉ះទេឬក៏យើងអាចសេរីអានេះចេញបន្តិចតែ arrow key គេបន្តមកទៀតគឺយើង select វាមក select ទាំងពីរហ្នឹងតែ click យកពាក្យថា keyframe assistant easy គេយើងអូស head indicator មើលគេបន្តមកទៀតគឺយើងចាប់ផ្ដើមធ្វើការ add ទៅលើ keyframe មួយទៀតអញ្ចឹងគឺយើង select វាមកចុចទៅលើអក្សរ S យើង scale វាអញ្ចឹងសម្រាប់កន្លែង zone frame គឺខ្ញុំ add keyframe គឺខ្ញុំចង់ឲ្យវា0ខ្ញុំបញ្ចូលឲ្យនេះ 0% មកហើយនៅពេលដែលដល់20 frame ខ្ញុំ update តម្លៃវាមក100% វិញអញ្ចឹងឲ្យវាធំហើយ enter អូខេអញ្ចឹងយើងឃើញប៉ុណ្ណេះហើយយើងចាប់ផ្ដើមធ្វើការ select លើវា right click keyframe assistant easy អូខេបន្ទាប់ពីយើងបានធ្វើការ add keyframe វាហើយឥឡូវយើង duplicate វាមួយទៀត control D ហើយ control D ខ្ញុំ move ឲ្យឡើងទៅលើទៅ line 1 នេះខ្ញុំធ្វើការនៅលើ line 2 ម្ដងអញ្ចឹងសម្រាប់ line 2នៅកន្លែង20 frame នេះអញ្ចឹងគឺខ្ញុំចង់ឲ្យវា move ចេញក្រៅអញ្ចឹងគឺខ្ញុំប្រើប្រាស់ទៅលើ position មានន័យថាយើងប្រើប្រាស់ទៅលើ property position អញ្ចឹងយើងធ្វើការ add keyframe មួយនៅកន្លែងហ្នឹងមកហើយរហូតដល់1 second អញ្ចឹង1 second គឺវាស្មើជាមួយនឹង30 frame អញ្ចឹងយើងអូសវាមកនេះអូខេយើង add keyframe មួយទៀតក៏ប៉ុន្តែយើងធ្វើការ move វាចេញក្រៅអញ្ចឹងយើង move វាតាម axis x យើង move វាចេញក្រៅមកគេដាក់វាប៉ុណ្ណឹងបន្តមកទៀតគឺយើង select លើវាហើយយើងធ្វើការ right click keyframe assistant easy ហើយយើងចូលវាទៅកែនៅក្នុង graph editor យើងចង់ឲ្យលឿនវាអូខេអញ្ចឹងគឺវាឡើងលឿនធ្លាក់មកវិញគឺយឺតអញ្ចឹងយើងមើលយើង play ម្ដងទៀតអូខេឥឡូវយើងចូលទៅ add keyframe ទៅលើ line 1អញ្ចឹងគឺខ្ញុំវាយ copy ដដែលត្រង់កន្លែងនេះត្រង់កន្លែង20 frame ហ្នឹងគឺខ្ញុំ add keyframe មួយអូខេមកដល់1 second ស្មើជាមួយ30 frame ខ្ញុំចោលវា move មកខាងនេះអញ្ចឹងគឺខ្ញុំ add ទៅលើ keyframe មួយទៀតហើយខ្ញុំចាប់ផ្ដើមទាញវាអូសវាចេញក្រៅមកអូខេប៉ុណ្ណេះបន្តមកទៀតគឺខ្ញុំធ្វើការ select លើវាសំដៅម្ដងទៀតហើយ right click keyframe assistant easy អូខេបន្តមកទៀតគឺខ្ញុំ select លើវាទាំងពីរហ្នឹងចូលទៅ graph editor ខ្ញុំសេរីដូច line 2 ដែរអូខេហើយឥឡូវយើង play ដល់គ្នាអូខេអញ្ចឹងយើងគិតថាប៉ុណ្ណឹងបន្ទាប់ពីយើងធ្វើអានឹងបានហើយគឺយើងនឹងធ្វើការម៉ាស់វានេះម៉ាស់នេះដើម្បីបិទឈ្មោះហើយនឹងបិទទៅលើវិជ្ជាបណ្ឌិតនេះអញ្ចឹងខ្ញុំដូរពណ៌ទៅអញ្ចឹងខ្ញុំ click ទៅលើ selection tool ខ្ញុំដូរពណ៌វាខ្ញុំដាក់វាពណ៌នេះចុះដើម្បីស្រួលមើលបន្តមកទៀតគឺខ្ញុំចូលទៅបង្កើត save មួយទៀតដើម្បី crop ពីលើនេះអញ្ចឹងខ្ញុំ click ទាញវាទៅវានេះមកហើយខ្ញុំសម្រាប់ fill គឺខ្ញុំធ្វើការផ្លាស់ប្ដូរវាខ្ញុំយក solid អូខេ stroke គឺខ្ញុំអត់យកទេអញ្ចឹងខ្ញុំដោះវាចេញហើយខ្ញុំចាប់ផ្ដើមធ្វើការសេរីទៅលើទំហំវាដាក់បិទចិត្តនឹងតែម្ដងហើយយើងប្រើ arrow key ដើម្បីសេរីវារួចហើយគឺយើងចូលមកកន្លែងនេះកន្លែង content នេះហើយយើង click ទៅលើ rectangle ហើយយើង click ទៅលើ transform នេះកន្លែងនេះ ski នេះគឺយើងធ្វើការសេរីវាយើងសេរីវាមកដាក់វាទៅឲ្យស្របជាមួយនឹងបកគោលរបស់យើងអូខេខ្ញុំដាក់ប៉ុណ្្នឹងចុះប៉ុន្តែយើងឥឡូវខ្ញុំដាក់វា16 18អូខេក៏ប៉ុន្តែយើងឃើញវាកັບនៅនេះអញ្ចឹងខ្ញុំអាចទាញវាចូលបន្តិចមកប៉ុណ្ណឹងអូខេបន្តមកទៀតគឺខ្ញុំ click ព្រមវាវិញហើយខ្ញុំ click លើវាខ្ញុំធ្វើការ
rename ឈ្មោះវាខ្ញុំដាក់ថា text bar 1យើងដាក់មិនក៏បានតាមចិត្តរបស់យើងដើម្បីឲ្យយើងងាយស្រួលក្នុងការចងចាំចឹងខ្ញុំ click លើវាមកខ្ញុំធ្វើការ duplicate វាមួយទៀតអញ្ចឹងខ្ញុំចុចទៅលើ Control D ហើយខ្ញុំធ្វើការនៅលើ text bar 2នេះខ្ញុំបាយទៅលើ SOP ដើម្បីធ្វើការពលាទៅលើproperty position ចឹងខ្ញុំ move វាមកខាងនេះដើម្បីក្របលើនេះអូខេបន្តមកទៀតគឺខ្ញុំធ្វើការទាញវាតូចបន្តិចហើយខ្ញុំធ្វើការ move វាតទៀតដើម្បីវាក្របលើនេះអូខេខ្ញុំទាញវាចូលទៀតដាក់វាប៉ុណ្ណេះចុះខ្ញុំទាញវាបន្តទាញទៀតយើងសេរីបន្តិចម្ដងគេដាក់តាមនេះអញ្ចឹងខ្ញុំចង់បន្ថែមទៅលើ ski ដើម្បីឲ្យវាប្រឆិតអញ្ចឹងខ្ញុំចូលមកកន្លែងអូខេខ្ញុំ click កន្លែងនេះមកនេះហើយខ្ញុំយកពាក្យថា content យកពាក្យថា rectangle ហើយអូខេ transform នេះអញ្ចឹងខ្ញុំធ្វើការបន្ថែមវាទៀតនៅកន្លែងនេះចាំវា18ខ្ញុំដាក់វា23អូខេបន្តមកទៀតគឺខ្ញុំទាញវាធ្វើឲ្យកាប់នៅហ្នឹងអូខេហើយខ្ញុំប្រើ arrow key ដើម្បីធ្វើការ move វាឲ្យវាក្របលើហ្នឹងអូខេក៏ប៉ុន្តែយើងពិនិត្យមើលអានេះវាក្របទៅលើអក្សរនេះអញ្ចឹងយើងអាចទាញឡើងលើបន្តិចអូខេប៉ុណ្ណេះចុះខ្ញុំ move វាឡើងលើបន្តិចប៉ុណ្ណេះចុះខ្ញុំប្រើ arrow key ដើម្បីធ្វើការសេរីវាបន្តមកទៀតខ្ញុំធ្វើការបិទវាសិនអញ្ចឹងអានេះខ្ញុំអូខេអញ្ចឹងយើងមើលអញ្ចឹងខ្ញុំទាញមាសច័ន្ទសំតោមាសលីតានេះទាញឡើងទៅលើនេះដាក់នៅកន្លែងនេះអូខេមួយទៀតសម្រាប់ text bar 2នេះខ្ញុំទាញចុះក្រោមដាក់នៅពីលើវិជ្ជបណ្ឌិតអូខេបន្តមកទៀតខ្ញុំចាប់ផ្ដើមធ្វើការ add keyframe អញ្ចឹងនៅត្រង់30 frame អញ្ចឹងវាស្មើជាមួយនឹង1 second នេះកន្លែងនេះអញ្ចឹងខ្ញុំចាប់ផ្ដើម click ទៅលើមាសច័ន្ទនីតាហើយខ្ញុំចូលទៅកន្លែង track map ខ្ញុំពលាវាហើយខ្ញុំចាប់ផ្ដើមជ្រើសរើសទៅលើ text 1នេះ text bar 1ហ្នឹងដើម្បីធ្វើការ mask វាអូខេបន្តមកទៀតគឺនៅកន្លែងនេះខ្ញុំចាប់ផ្ដើម click select ទៅលើច័ន្ទមាសនីតាហើយខ្ញុំប្រើ copy អូខេអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការ add keyframe ត្រង់ហ្នឹងហើយសម្រាប់កន្លែងនេះខ្ញុំអូសវាមកបន្ថែម20 frame ទៀតអូខេហើយខ្ញុំ add keyframe មួយទៀតបន្ថែមអញ្ចឹងនៅកន្លែងនេះគឺខ្ញុំចាប់ផ្ដើម update មានន័យថាខ្ញុំ move វាខ្ញុំ move វាមកខាងនេះនេះមកខាងនេះអូខេបន្តមកទៀតខ្ញុំ select ទៅលើ keyframe ទាំងពីរហ្នឹងហើយ right click keyframe assistant easy ease ហើយចូលមក grab editor click ទៅវាមកខ្ញុំទាញវាដើម្បីឲ្យវាធ្វើចលនាមានន័យថាចេញមកគឺលឿនហើយមកដល់កណ្ដាលនេះគឺវាចាប់ផ្ដើមបន្ថយវិញអូខេអញ្ចឹងយើងមើលខ្ញុំចាប់ផ្ដើម play ម្ដងទៀតអូខេរួចហើយយើងចូលទៅកន្លែងទូនទីរបស់គាត់នៅកន្លែងនេះអញ្ចឹងខ្ញុំចាប់ផ្ដើមកន្លែង track map នេះខ្ញុំ click ពលាឡើងមកហើយខ្ញុំជ្រើសរើសទៅលើ text bar 2យើងយក text bar 2ដែលជា shape ហ្នឹងយកវាមកម៉ាស់អូខេអញ្ចឹងយើង click លើវាមកអញ្ចឹងវាបង្ហាញអញ្ចឹងនៅត្រង់30 frame ស្មើជាមួយនឹង1 second គឺខ្ញុំ click នៅកន្លែងនេះហើយខ្ញុំ copy ដើម្បីធ្វើការពលាទៅលើ property position អញ្ចឹងខ្ញុំ click វាមួយមកបន្តមកទៀតខ្ញុំអូសវាថែម20 frame ពីលើទៀតហើយខ្ញុំ add key frame មួយទៀតអូខេអញ្ចឹងនៅកន្លែងមុនដំបូងនេះគឺខ្ញុំចាប់ផ្ដើមធ្វើការ update ទៅលើតម្លៃនៃទីតាំងអញ្ចឹងនៅកន្លែងនេះគឺខ្ញុំធ្វើការ move វាចេញអញ្ចឹងខ្ញុំ move វាមកខាងនេះ
គេប៉ុណ្ណេះមកហើយខ្ញុំធ្វើការ select លើវា right click keyframe assistant easy ease បន្តមកទៀតគឺខ្ញុំចូលទៅ graph editor click លើវាហើយទាញវាចេញក្រៅរបៀបនេះហើយខ្ញុំទៅទាញវាចូលក្នុងហើយឥឡូវយើងចាំមើលដល់គ្នាអូខេចឹងយើងឃើញអ្វីដែលយើងបាន add keyframe ហើយបន្តមកទៀតគឺឥឡូវខ្ញុំធ្វើការព្រមនេះសិនយើងចូលមកធ្វើបន្តទៀតតកតងជាមួយនឹងនេះគឺខ្ញុំបង្កើត save មួយទៀតអញ្ចឹងគឺខ្ញុំអត់ select អីទាំងអស់អញ្ចឹងខ្ញុំចូលទៅ click ទៅលើ save នេះ rectangle tool ហើយខ្ញុំយក fill ហើយ stroke គឺខ្ញុំអត់យកទេហើយខ្ញុំចាប់ផ្ដើមធ្វើការ click ទាញអូសពីលើរបៀបនេះអូខេបន្តមកទៀតគឺខ្ញុំចូលទៅអក្សរនឹងសិនកន្លែង8នេះអញ្ចឹងខ្ញុំទាញវាចុះក្រោមនេះឲ្យវានៅក្រោមសិនដើម្បីងាយស្រួលមើលអញ្ចឹងយើងមើលអំពីអានឹងសិនតើវាបិទអានឹងអត់អូខេបន្តមកទៀតយើង select លើ save នឹងមកហើយយើងចូលទៅធ្វើការ click ទៅលើសញ្ញាព្រួយនេះហើយយើងយក rectangle យើងយក transform ហើយយើងចូលទៅកន្លែង ski នេះគឺយើងធ្វើការបន្ថែមទៅលើ degree វាឲ្យវាប្រឆិតធ្វើឲ្យវាស្របជាមួយនឹងរបារនេះអញ្ចឹងគឺខ្ញុំបន្ថែមវាខ្ញុំដាក់វាអូខេប៉ុណ្ណឹងចុះបន្តមកទៀតយើងមើលសិនអូខេប៉ុណ្ណឹងហើយយើងបរួមវាវិញមកហើយខ្ញុំចាប់ផ្ដើមធ្វើការបិទអក្សរនឹងសិនអញ្ចឹងខ្ញុំចុចទៅលើសញ្ញាមេត្រីហើយខ្ញុំចាប់ផ្ដើម click លើវាខ្ញុំធ្វើការ rename សិនអញ្ចឹងខ្ញុំដាក់ថាbar 1ចុះ AO អូខេហើយ enter ខ្ញុំធ្វើការ duplicate វាអញ្ចឹងខ្ញុំចុច Ctrl D អូខេហើយខ្ញុំ duplicate វាមួយទៀតអញ្ចឹងសម្រាប់ទី3ខ្ញុំទី3គឺខ្ញុំទាញវាចុះក្រោមសិនធ្វើការទៅលើទី2ហើយនឹងទី1នេះអញ្ចឹងគឺខ្ញុំធ្វើការលាក់ទី3សិនអូខេអញ្ចឹងនៅត្រង់កន្លែង20 frame ចឹងខ្ញុំសេរីរក20 frame នេះកន្លែងនេះយើងពិនិត្យមើលខ្ញុំចាប់ផ្ដើមធ្វើការ click select លើវាមកហើយចូលទៅ track map នេះហើយខ្ញុំជ្រើសរើសយក bar 2ចឹងយើង click ទៅលើ bar 2មកហើយយើងចាប់ផ្ដើមចុចទៅលើអក្សរ P ដើម្បីពលា position property របស់វាបន្តមកទៀតគឺខ្ញុំចាប់ផ្ដើម click ដើម្បី add keyframe ចឹងយើង click វាមួយដើម្បី add keyframe អូខេចឹងខ្ញុំចាប់ផ្ដើមទាញវាចេញក្រៅរបៀបនេះមកតែប៉ុណ្ណឹងចុះហើយខ្ញុំ move វាទៅ30 frame ដែលស្មើជាមួយនឹង1 second ខ្ញុំ update តម្លៃវាវិញមានន័យថាខ្ញុំអូសចូលវិញខ្ញុំអូសចូលវិញមកគេខ្ញុំអូសចូលវាវិញឲ្យស្មើជាមួយអាហ្នឹងមកអូខេប៉ុណ្ណឹងចុះហើយខ្ញុំចាប់ផ្ដើមធ្វើការ select លើវា right click keyframe assistant easy ease ហើយបន្តមកទៀតចូលទៅ graph editor ចឹងខ្ញុំ click សេរីវាប៉ុណ្ណឹងអូខេអញ្ចឹងបន្តមកទៀតខ្ញុំ click លើវាមកខ្ញុំបានអក្សរ U ដើម្បីធ្វើការលាក់វាឥឡូវយើងមើលសិនអូខេអញ្ចឹងសល់មួយទៀតគឺតកតងជាមួយនឹងមន្ទីរពេទ្យនេះអញ្ចឹងមន្ទីរពេទ្យនេះខ្ញុំអូសវាឡើងទៅលើមកខ្ញុំទាញអាបាស្រីនេះអូសឡើងទៅលើពាក្យថាមន្ទីរពេទ្យអូខេបន្តមកទៀតនៅកន្លែងនេះគឺខ្ញុំចាប់ផ្ដើមធ្វើការដូរទៅលើ track map របស់វាខ្ញុំ click ពលាមកហើយយកពាក្យថាបាស្រីអូខេបន្តមកទៀតគឺខ្ញុំចាប់ផ្ដើមធ្វើការបង្ហាញទៅលើនេះខ្ញុំបង្ហាញអក្សរនេះក៏ប៉ុន្តែខ្ញុំ add key frame នៅត្រង់30 frame ដែលស្មើជាមួយនឹង1 second អញ្ចឹងគឺខ្ញុំចុចទៅលើអក្សរ P ដើម្បីពលាវាខ្ញុំ add key frame មួយខ្ញុំ add key frame មកបន្តទៅទៀតកន្លែងខ្ញុំបន្ថែម20 frame ពីលើនឹងទៀតអញ្ចឹងខ្ញុំ add key frame មួយទៀតក៏ប៉ុន្តែនៅត្រង់នេះគឺខ្ញុំធ្វើការផ្លាស់ប្ដូរទីតាំងវាអញ្ចឹងខ្ញុំផ្លាស់ប្ដូរទីតាំងវាខ្ញុំអូសវាមកខាងនេះវិញអូខេបន្តមកទៀតគឺខ្ញុំធ្វើការ select លើវា right click keyframe assistant
easy ហើយខ្ញុំចាប់ផ្ដើមសេរីទៅលើ graph editor click វាហើយយើងមើលដល់គ្នាអូខេអញ្ចឹងយើងរួចហើយបន្តមកទៀតគឺយើងធ្វើការគ្រប់វាឬក៏យើងហៅថា pre-compose អញ្ចឹងយើង select អាក្រោមមកចុច shift key ហើយយើង click លើ យើង select យកទាំងអស់ហើយយើងធ្វើការ right click យកពាក្យថា pre-compose អញ្ចឹងយើង pre-compose យើងដាក់ឈ្មោះមកយើងដាក់ថា lower third យើងដក clear ទីមកអូខេ 10 ហើយយើងចុចអូខេបន្ទាប់ពីយើង pre-compose រួចហើយយើងមើលអូខេយើង pre-compose ហើយអញ្ចឹងគឺខ្ញុំចាប់ផ្ដើម click right click លើវាមកហើយយកពាក្យថា time នេះenable time remapping click លើវាកន្លែងនេះខ្ញុំធ្វើការលុបចេញមកអូខេអញ្ចឹងនៅកន្លែង2 second ចុះខ្ញុំសេរីយក2 second នេះចុះខ្ញុំ click កន្លែងនេះខ្ញុំ update វាខ្ញុំវាយលេខ2ហើយខ្ញុំ enter បន្តមកទៀតនៅកន្លែង3 second 3 second នេះគឺខ្ញុំដាក់វាមកដាក់3 second ខ្ញុំចាប់ផ្ដើម add keyframe ហើយនៅចុងក្រោយគេ keyframe ចុងក្រោយរបស់គេខ្ញុំ add វាមួយទៀតក៏ប៉ុន្តែខ្ញុំចាប់ផ្ដើមដូរអានេះមក0វិញហើយខ្ញុំ enter អូខេអញ្ចឹងឥឡូវយើង play ដល់គ្នាអូខេអញ្ចឹងសម្រាប់មេរៀននេះគឺយើងបានរៀនទាក់ទងជាមួយនឹងរបៀបនៃការធ្វើ lower third របៀបនេះអញ្ចឹងសូមអរគុណសូមជម្រាបលា